រឿងអ្នកនេសាទស្មោះត្រង់មានបុរសកំសត់ម្នាក់រស់នៅជាមួយប្រពន្ធនិងកូនប្រុសស្រីពីរនាក់ប្រកបរបរនេសាទត្រីថ្ងៃមួយបុរសកំសត់បានទៅស្ទូចត្រីនៅមាត់បឹងតាំងពីព្រឹករហូតដល់ថ្ងៃត្រង់ក៏ទូចត្រីមិនបានមួយសោះអ្នកនេសាទរអ៊ូតិចម្នាក់ឯងថាថ្ងៃនេះតើប្រពន្ធនិងកូនខ្ញុំបានអ្វីហូបទៅទេវតាលោកអើយហេតុអ្វីបានជាអ្នកដាក់ទណ្ឌកម្មចំពោះអ្នកក្រោតដូចខ្ញុំខ្លាំងម្ល៉េះដោយសេចក្តីក្រៀវក្រោធហើយឃើញថប់នឹងភាពក្រីក្រផងអ្នកនេសាទបានយកដងសន្ទូចខ្វាយទឹកប្រាវបន្ទាប់មកបុរសនោះក៏រើសដុំថ្មជាច្រើនដុំគប់ទៅក្នុងទឹកក្នុងភ្លុងរួចស្រែកយ៉ាងខ្លាំងថា អោលោកត្រីអើយតើលោកត្រីឯងទៅណាអស់ហើយឆាប់ចេញមកអ្នកនេសាទស្រែកបែបនោះជាច្រើនដងភ្លាមនោះអរិយទឹកក៏បានពុះចេញមកហើយនិយាយទាំងកំហឹងថាយីហេតុអីក៏ឯងធ្វើបែបនេះឯងដឹងទេយើងអន់ផ្ដល់ត្រីឲ្យឯងរាល់ថ្ងៃយើងស្អប់មនុស្សឆេវឆាវដូចជាឯងនេះណាយើងនឹងសម្រាប់ឯងអ្នកនេសាទភ័យយ៉ាងខ្លាំងរកនិយាយអ្វីមិនចេញគាត់ឈ្មោះលេចនោមដាក់ខោជ្រួចគាត់និយាយទាំងផិតភ័យថាលោកម្ចាស់លើកក្រោយខ្ញុំលែងធ្វើបែបនេះទៀតហើយយើងមិនអត់ទោសឲ្យមនុស្សឆេវឆាវដូចឯងនេះទេលោកបើខ្ញុំស្លាប់តើបាននរណាចិញ្ចឹមប្រពន្ធកូនរបស់ខ្ញុំបានហើយយើងមិនចង់កាត់ឡើយតើឯងដឹងទេអំបញ្ញមិញឯងបានសម្លាប់កូនរបស់យើងទេខ្ញុំមិនបានសម្លាប់កូនលោកទេលោកកំពុងតែចាប់ប្រកាន់ខ្ញុំហើយពេលឯងខំឯងបានយកដុំថ្មគប់ចូលក្នុងទឹកត្រូវក្បាលកូនយើងដែលកំពុងហាលទឹកលេងឥឡូវវាស្លាប់បាត់ហើយលោកខ្ញុំមិនបានឃើញកូនរបស់លោកទេខ្ញុំគ្មានចេតនាឡើយអរិយទឹកមិនស្គាល់ការអង្វររបស់អ្នកនេសាទឡើយអរិយទឹកបានចាប់អ្នកនេសាទក្បួនលើដីដកកំបិតគ្នារៀបនឹងកាត់អ្នកនេសាទជា3កំណាត់បោះទៅក្នុងទឹកអ្នកនេសាទស្រែកអង្វរខ្ញុំលោកកំទាន់សម្រាប់ខ្ញុំអីខ្ញុំសូមពេលទៅផ្ដែផ្ដាំប្រពន្ធកូនខ្ញុំសិនពេលរសៀលបន្តិចខ្ញុំនឹងមកឲ្យលោកសម្រាប់តាមជំរួលយើងមិនជឿសម្ដីឯងទេខ្ញុំនឹងគោរពពាក្យសន្យាបើលោកមិនជឿខ្ញុំលោកអាចទៅជាមួយខ្ញុំហើយចាំខ្ញុំនៅឆក់ចូលបើដល់ពេលខ្ញុំមិនមកជួបលោកអាចសម្រាប់ខ្ញុំនៅផ្ទះតែម្ដងក៏បានអរិយទឹកក៏យល់ព្រមឲ្យបុរសនោះទៅផ្ដាំក្តាមប្រពន្ធកូនជាលើកចុងក្រោយអ្នកនេសាទបានយំសោករបស់ខ្លួនយករឿងរ៉ាវទាំងអស់ទៅប្រាប់ប្រពន្ធកូនរបស់គាត់តែផ្ដាំរួចហើយអ្នកនេសាទបានលាប្រពន្ធទៅមាត់បឹងដើម្បីទៅជួបអរិយទឹកពេលអ្នកនេសាទទៅដល់អរិយទឹកបានកាន់កាំបិតស្ងៀមយ៉ាងមុតស្រួលរងចាំរួចជាស្រេចអ្នកនេសាទបានចូលទៅជិតអរិយទឹកហើយផ្ដេកខ្លួនទៅលើដីពេលនោះអរិយទឹកនិយាយថាយើងចង់ឲ្យឯងស្ទូចត្រីជាលើកចុងក្រោយមុននឹងស្លាប់អ្នកនេសាទក៏យល់ព្រមអ្នកនេសាទបានបោះផ្លែសន្ទូចទៅក្នុងទឹកបន្តិចនោះត្រីក៏ស៊ីសន្ទូចអ្នកនេសាទក៏វាស់សន្ទូចឡើងស្រាប់តែជាប់ប្រអប់ដែកមួយយ៉ាងធំហើយក្នុងប្រអប់ដែកនោះពោរពេញដោយមាសអរិយទឹកហុចមាសនោះទៅឲ្យអ្នកនេសាទរួចនិយាយថានេះជាកដួលនៃភាពស្មោះត្រង់របស់ឯងហើយទៅរួមជាមួយប្រពន្ធកូនឯងវិញចោះតាមពិតយើងមិនមែនជាអរិយទឹកកំណាចទេយើងជាអរិយទឹកដែលស្រឡាញ់ភាពស្មោះត្រង់រឿងអំបញ្ញមិញគ្រាន់តែជាការសាកល្បងចិត្តឯងតែប៉ុណ្ណោះពេលនេះយើងដឹងហើយឯងពិតជាមនុស្សស្មោះត្រង់មែនហើយអរិយទឹកក៏បាត់ខ្លួនពីទីនោះទៅអ្នកនេសាទអរគុណអរិយទឹកហើយសន្យានឹងរក្សាតម្លៃស្មោះត្រង់នេះជារៀងរហូតនឹងបោះបង់ភាពឆេវឆាវក្រោយមកគាត់បានយកមាសមួយចំនួនទៅលក់ធ្វើដើមទុនរកស៊ីនិងមួយចំនួនគេចែកដល់ជនក្រីក្រចាប់តាំងពីពេលនោះមកអ្នកនេសាទបានក្លាយជាអ្នកមានយ៉ាងធូរធារនិងរស់នៅយ៉ាងសុខសាន្តរឿងនេះអប់រំបងប្អូនកុមារនិងអ្នកទស្សនាមិនត្រូវឆាប់ខឹងក្រោធនិងឆេវឆាវដោយខ្វះការគិតពិចារណានោះទេភាពឆេវឆាវជាផ្លូវនាំទៅរកសេចក្តីអន្តរាយនិងផ្ដល់ទុក្ខដល់ខ្លួនយើងត្រូវចេះអត់ធ្មត់នៅពេលជួបបញ្ហាម្យ៉ាងវិញទៀតយើងគ្រប់គ្នាត្រូវមានភាពស្មោះត្រង់និងការតស៊ូព្យាយាមព្រោះវាជាផ្លូវនាំយើងទៅរកសេចក្តីសុខនិងភាពរីកចម្រើនក្នុងជីវិត